នឹងទូទាំងប្រទេសកម្ពុជានៅក្នុងវេលានេះផងដែរយើងខ្ញុំទាំងពីរនាក់នាងខ្ញុំសុសុភាវីនាងខ្ញុំរឿងសោភាសូមជម្រាបជូនដំណឹងដល់អស់លោកស្រីនាងកញ្ញាបានជឿថានាថ្ងៃទី9ខែមេសាឆ្នាំ2026ខាងមុខនេះសាលារៀនបញ្ញាជនកម្ពុជាមានកិត្តិយសប្រារព្ធកម្មវិធីរំលឹកគុណឪពុកម្ដាយកម្មវិធីរាប់បាតនិងលើកទឹកស្រីផងដែរដូច្នេះយើងខ្ញុំសូមគោរពអញ្ជើញដល់អស់លោកស្រីនាងកញ្ញាចូលរួមដើម្បីអខណ្ឌហើយឆ្លៀតក្នុងឱកាសនេះផងដែរនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះពេលខាងមុខនេះយើងខ្ញុំទាំងពីរនាក់សូមគោរពជូនពរប្រសិទ្ធពរជ័យដល់អស់លោកស្រីនាងកញ្ញាឲ្យជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីគ្នាទៅដែរសូម